Hello guys, so now we learn to build more vocabulary all together. If you want to improve your English speaking fastly, you try to memorize vocabulary, sentence, and phrasal verb. Okay, now let's start all together. Employee handbook. Employee handbook សៀវភៅណែនាំបុគ្គលិក time management time management ការគ្រប់គ្រងពេលវេលា productivity productivity ផលិតភាព workplace culture workplace culture workplace culture វប្បធម៌កន្លែងធ្វើការងារកន្លែងធ្វើការងារនីមួយៗតែងតែមានវប្បធម៌ការងាររបស់គេ employee moral employee moral ទឹកចិត្តរបស់បុគ្គលិកឬក៏ក្រមសីលធម៌របស់បុគ្គលិកក៏បានដែរអូខេ one more word collaboration collaboration កិច្ចសហប្រតិបត្តិការកន្លែងណាក៏ដោយតែងតែមានកិច្ចសហប្រតិបត្តិការបុគ្គលិករដ្ឋបាលវាមានការកិច្ចសហប្រតិបត្តិការពីជាន់លើរហូតចូលជាន់ក្រោមពីជាន់ក្រោមរហូតដល់ជាន់លើមានកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក innovation innovation នវានុវត្តន៍នវានុវត្តន៍ការកែច្នៃអ្វីដែលថ្មីណាការផលិតអ្វីដែលថ្មីគេថា innovation ហ្នឹងការនវានុវត្តន៍ strategic planning strategic planning strategic planning នេះយើងនិយាយអំពីការរៀបចំផែនការយុទ្ធសាស្ត្រអង្គភាពមួយស្ថាប័នមួយក្រុមហ៊ុនមួយតែងតែមានការរៀបចំផែនការយុទ្ធសាស្ត្ររបស់គេហើយបើចឹងទេអត់ចឹងអត់ដើរទេ organizational development organizational development ហ្នឹងគឺ organizational development ហ្នឹងយើងនិយាយអំពីការអភិវឌ្ឍអង្គការឬក៏អង្គភាព change management change management នេះគឺនិយាយ change management ការគ្រប់គ្រងការផ្លាស់ប្ដូរការគ្រប់គ្រងការផ្លាស់ប្ដូរអូខេ remote work remote work ការងារពីចម្ងាយណាការងារពីចម្ងាយ remote work hybrid work hybrid work ណា hybrid work ការងារចម្រុះការិយាល័យនិងពីផ្ទះមានថាភាគច្រើនអ្នកដែលគេមានលុយច្រើនគេអត់បានគេមិនបាច់ទៅកន្លែងធ្វើការក៏គេនៅធ្វើការនៅផ្ទះគេក៏បានធ្វើការពីក្រៅប្រទេសក៏បានដែរ remote work ឬក៏ hybrid work ហ្នឹងអូខេ one more word work life balance work life balance តុល្យភាពរវាងការងារនិងជីវិតអញ្ចឹងយើងពីហ្នឹងខ្វះមួយណាក៏បានដែរយើងមានតុល្យភាពការងារនិងជីវិតរបស់យើងប្រាក់ខែនឹងការរស់នៅប្រចាំថ្ងៃរបស់យើងមានតុល្យភាពអត់ណាទាំងអស់ហ្នឹងហើយកាលណាបើយើងមានតុល្យភាពយើងអត់មកផ្លាស់ប្ដូរការងារទេហើយតុល្យភាពរវាងការងារនិងជីវិតនេះសំខាន់ណាស់អ្នកទាំងអស់គ្នាព្រោះយើងការងារច្រើនពេកទៅយើងអត់មានពេលសម្រាកទៅធ្វើឲ្យជីវិតយើងចុកស្វានឹងក៏ពិបាកដែរគ្រោះថ្នាក់ហានិភ័យអញ្ចឹងស្រឡាញ់សុខភាពស្រឡាញ់ការងារធ្វើឲ្យមានតុល្យភាព employee wellness ណាសុខុមាលភាពបុគ្គលិកអញ្ចឹងអ្នកដែលបង្កើតក្រុមហ៊ុនរោងចក្រទាំងអស់គេគិតអំពីសុខុមាលភាពរបស់បុគ្គលិកមានបានឥឡូវគេមានអីគេមានបានបសសមែនទេអ្នកនរនេះបានបសសហ្នឹងហើយពេលឈឺស្កាត់ពេលសម្រាលកូនសម្រាលអីហ្នឹងគឺនៅតាមបុគ្គលិកក្រុមហ៊ុនមួយគេមានប្រាក់ឧបត្ថម្ភមាន bonus អីបន្ថែមទៀតណាប្រាក់ឧបត្ថម្ភប្រាក់លើកទឹកចិត្តហ្នឹងហើយមួយទៀត one more word occupational work occupational សំតុក occupational health occupational health នឹងយើងនិយាយពីសុខុមាលភាពការងារត្រូវមានសុខុមាលភាពទៀតណាសំតុកសុខភាពការងារទៀតការងារខ្លះវាអត់មានសុខភាពធ្វើដោយ stress ពេកឆាប់ងាប់អូខេ delegation ហ្នឹងការប្រគល់ភារកិច្ចណា delegation ការប្រគល់ភារកិច្ចចឹង delegation យើងប្រើបានច្រើនមែនទែនក្នុងពាក្យភាសាអង់គ្លេសដល់យើងត្រៀបបានច្រើនអូខេ accountability នេះយើងនិយាយពីការទទួលខុសត្រូវក៏បានមួយទៀតយើងនិយាយអំពីគណនេយ្យភាពក៏បាន responsibility ទំនួលខុសត្រូវណាយើងមានទំនួលខុសត្រូវ responsibility by your own self responsibility by your own action responsibility by your own speech ណាទទួលមានទំនួលខុសត្រូវនៅពាក្យសម្ដីរបស់យើងសកម្មភាពរបស់យើងទង្វើរបស់យើង authority នេះយើងនិយាយ authority នេះយើងនិយាយពីសិទ្ធិអំណាច authority competency នេះយើងនិយាយ competency យើងនិយាយពី competency និយាយពីសមត្ថភាពការងារអូខេសមត្ថភាពការងារ one more skill នេះយើងនិយាយពីជំនាញបើយើងដាក់មានការងារច្រើនដាក់ S មកគ្នាយើង knowledge
knowledge ចំណេះដឹង knowledge ចំណេះដឹង okay knowledge ចំណេះដឹង ability ability សមត្ថភាព ability to speak ability to work yeah qualification qualification នេះនិយាយពីគុណវុឌ្ឍ qualification គុណវុឌ្ឍណា certification certification វិញ្ញាបនបត្របញ្ជាក់ការសិក្សាវិញ្ញាបនបត្របញ្ជាក់ពីការងារ certification ហ្នឹងការទទួលស្គាល់ certification okay promotion criteria promotion criteria លក្ខខណ្ឌលើកតំណែង promotion criteria លក្ខខណ្ឌលើកតំណែងនេះគេតែងតាំងនរណាម្នាក់ឲ្យឡើងឆ្ពោះជាងនេះទៀត career advancement career advancement ការរីកចម្រើនក្នុងអាជីពណាការរីកចម្រើនក្នុងអាជីព job rotation job rotation នេះយើងនិយាយ job rotation នេះ rotate យើង rotate well job rotation នេះយើងនិយាយការផ្លាស់ប្ដូរតួនាទីការងារអូខេ transfer 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 មុខតំណែងបដូរផ្ទេរមុខតំណែងទៅពេល transfer money បដូរលុយ transfer ណា transfer transfer work ផ្លាស់ប្ដូរការងារ transfer money ផ្លាស់ប្ដូរលុយ resignation resignation letter resignation letter resign ពី resign resignation ណា resignation letter ណាលិខិតលាលែងទៅពេល resign ជា verb resignation នេះយើងនិយាយអំពីចំណោមណាលិខិតលាលែងណាលាលែងពីការងារឈប់ធ្វើជាបុគ្គលិកអីទៅ